Assalamu alaikum ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំលីណាថ្ងៃនេះខ្ញុំនឹងមកចែករំលែកវីដេអូមួយដែលតាក់ទងជាមួយនឹងការមានមោទនភាពទៅលើខ្លួនឯងវីដេអូនេះជាវីដេអូទី1របស់ខ្ញុំដែលជាស្ត្រីខ្មែរអ៊ីស្លាមនិយាយ podcast នៅកម្ពុជាប៉ុន្តែខ្ញុំក៏នឹងស្ម័គ្រចិត្តក្នុងការចែករំលែកនៅអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់កន្លងមកអ្នកទាំងអស់គ្នាដឹងអត់ខ្ញុំជាមនុស្សអ្នកដែលទទួលរងនៅការមើលងាយការមិនអោយតម្លៃការលេងសើចតាំងពីទូចមកម្ល៉េះប៉ុន្តែខ្ញុំអត់ដែលគិតរឿងនឹងធ្វើជារឿងអវិជ្ជមានសម្រាប់ខ្ញុំទេខ្ញុំតែងតែគិតរឿងនឹងជាវិជ្ជមានសម្រាប់ខ្ញុំផ្ទាល់សម្រាប់ខ្ញុំរាល់ពាក្យសម្ដីរបស់អ្នកដទៃយើងមិនអាចហាមពួកគាត់មិនឲ្យនិយាយមកលើយើងបានទេទោះគាត់ចង់និយាយបែបណាធ្វើបែបណាមកចំពោះយើងគឺជារឿងរបស់ពួកគេសំខាន់យើងខ្លួនឯងតែយើងទទួលស្គាល់ថាខ្លួនឯងជាមនុស្សបែបហ្នឹងដែរឬអត់បើយើងមិនមែនជាមនុស្សបែបហ្នឹងយើងខ្លាចអ្វីក្នុងការធ្វើឲ្យខ្លួនឯងល្អទោះបីជាយើងដឹងហើយថាយើងមានចំណុចខ្វះខាតត្រង់ណាយើងគ្រាន់តែកែតម្រូវក៏ដូចជាស្រឡាញ់នៅអ្វីដែលខ្លួនឯងមានហើយធ្វើអ្វីដែលខ្លួនឯងពេញចិត្តមិនថារឿងនោះទូចឬធំក្តីទោះបីជាយើងធ្វើរឿងនោះមិនល្អបំផុតឥតខ្ចោះប៉ុន្តែយើងធ្វើវាបានហើយល្អចំពោះខ្លួនឯងនិងចំពោះអ្នកជំនាញខ្លួនខ្ញុំសង្ឃឹមថាវីដេអូមួយនេះមិនអាចជួយដល់អ្នកទាំងអស់គ្នាបានកម្រិតណាទេប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគ្រាន់តែចង់លើកទឹកចិត្តដល់អ្នកទាំងអស់គ្នាកុំខ្លាចក្នុងការជឿជាក់ក៏ដូចជាស្រឡាញ់ខ្លួនឯងឲ្យបានច្រើនអ្នកទាំងអស់គ្នាចង់ឲ្យអ្នកដទៃស្រឡាញ់ខ្លួនឯងហើយអ្នកទាំងអស់គ្នាអត់ស្រឡាញ់ខ្លួនឯងផងតើឲ្យនរណាស្រឡាញ់យើងហើយពាក្យថាស្រឡាញ់ខ្លួនឯងនេះមិនមែនត្រឹមតែស្រឡាញ់ហើយយើងអត់ចេះសប្បនាខ្លួនឯងឲ្យល្អនោះទេគឺយើងរៀនសូត្រពីចំណុចខ្លាំងចំណុចខ្សោយហើយចាប់យកឱកាសអ្វីមួយដែលយើងអាចសម្រេចនឹងធ្វើវាបានទោះបីជាបរាជ័យថ្ងៃហ្នឹងក៏ថ្ងៃក្រោយយើងអាចធ្វើវាបានហើយកុំខ្លាចក្នុងការគិតថាខ្លួនឯងមានគំនិតក៏ដូចជាភាពច្នៃប្រឌិតខុសជាងអ្នកដទៃសម្រាប់ខ្ញុំផ្ទាល់ខ្ញុំជាមនុស្សម្នាក់ដែលអាចនិយាយបានថាខ្ញុំចូលចិត្តគិតអ្វីមួយខុសប្លែកពីអ្នកដទៃទោះបីជារឿងនោះតូចឬក៏ធំក្តីប៉ុន្តែយើងមិនប្រកាសថាការគិតខុសពីអ្នកដទៃនឹងយើងមិនស្ដាប់ហេតុផលរបស់អ្នកដទៃធ្វើឲ្យអ្នកដទៃនឹងស្អប់ខ្ពើមមកចំពោះយើងនោះទេគឺយើងត្រូវចេះស្ដាប់ហេតុផលរបស់អ្នកដទៃផ្សេងៗដើម្បីគុំជាមួយនឹងគំនិតរបស់យើងក្នុងការយើងសម្រេចអីមួយបានគឺជាគំនិតរបស់យើងប៉ុន្តែយើងត្រូវតែស្ដាប់ហេតុផលអ្នកដទៃដែរដូច្នេះវីដេអូថ្ងៃនេះនាងខ្ញុំចែករំលែកតែប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយល់ពីគោលបំណងរបស់ខ្ញុំក្នុងការចែករំលែកទៅដល់អ្នកទាំងអស់គ្នាអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ